សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូម review ពាក់ព័ន្ធជាមួយនឹងទស្សនវិជ្ជាតាមដងផ្លូវនៃទីក្រុងប៉េកាំងជូនបងប្អូនទាំងអស់គ្នាមើលថ្ងៃនេះសូមជិះឡានថតម្ដងបងប្អូនមុននឹងខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃនិយាយទៅភាគច្រើនប្រជាជននៅទីនោះគាត់ចូលចិត្តធ្វើដំណើរដោយថ្មើរជើងបងប្អូនបើតាមខ្ញុំឃើញភាគច្រើនគាត់ចូលចិត្តដើរថ្មើរជើងឬមួយក៏គាត់ចូលចិត្តជិះឡានក្រុងហើយនឹងមួយទៀតគាត់ចូលចិត្តប្រើកង់អគុយបងឃើញស្រាប់ហើយនៅតាមដងផ្លូវនិយាយរួមទៅគេចូលចិត្តប្រើមធ្យោបាយធ្វើដំណើរគាត់ដោយជិះកង់អគុយឬក៏ជិះម៉ូតូអគ្គិសនីនិយាយរួមនៅទីនោះគាត់អត់សូវប្រើសាំងឲ្យបងប្អូនព្រោះសាំងនៅទីនោះថ្លៃចឹងថាឡើយម៉ូតូបងប្អូនសូម្បីតែឡានក៏គាត់ប្រើអគ្គិសនីដែរនេះគឺជាស្ថានីយ៍រថភ្លើងចាស់របស់ទីក្រុងប៉េកាំងខ្ញុំអត់បានចូលទៅថតខាងក្នុងឲ្យបងប្អូនទេតែស្ថានីយ៍គេធំខ្លាំងមែនតើបើចំពោះកន្លងតាមដងផ្លូវវិញបងប្អូនគេមានរហូតដល់4កន្លងនៅទីនោះគាត់បើកឡានលឿនណាបងប្អូននិយាយទៅពេលខ្លះខ្ញុំភ័យម្ដងនៅពេលដែលគាត់បើកឡានពគៀកគ្នាខ្លាំងពេកនិយាយទៅនៅនឹងជិះឡានលឿនណាបងប្អូនអើយអ្វីដែលសំខាន់ណាបងប្អូនអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺសម្រាមនៅតាមបងផ្លូវនៅទីនោះគឺគ្មានសំបីតែមួយបងប្អូនហើយសំខាន់មានអ្នកតាមជិះកង់អគុយនោះតាមសម្អាតរហូតមួយវិញទៀតបងប្អូនទាំងអស់គ្នានិយាយទៅខ្ញុំក៏ចាប់អារម្មណ៍ទៅលើកង់មានកង់ជាច្រើនដែលគេទុកដាក់នៅតាមដងផ្លូវបើតាមខ្ញុំដឹងទៅគឺកង់ហ្នឹងគេទុកឲ្យប្រជាជនគេជិះ free ហ្មងបងប្អូននៅកន្លែងណាគ្រប់ទីកន្លែងគឺមានកង់អគុយហើយនឹងកង់សម្រាប់ធាក់ធម្មតាហ្នឹងគឺទុកឲ្យប្រជាជនគេហ្នឹងជិះ free តែម្ដងចំណែកអាគារនៅទីនោះគឺខ្ពស់ហើយធំបើនិយាយរួមទៅគឺវាប្រហាក់ប្រហែលនឹងនៅកំពង់សោមដែរខ្ញុំសាកសម័យថាបើសិនជាខ្ញុំអាចទៅរស់នៅទីក្រុងប៉េកាំងរយៈពេល1ឆ្នាំខ្ញុំនៅតែមិនអាចចំណាំផ្លូវនៅទីនោះបានទេព្រោះដោយសារផ្លូវខ្វាត់ខ្វែងច្រើនមែនតើអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំមានតែប៉ុណ្្នេះទេបាយបាយ